Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ណែនាំនៅម៉ៅមួយ brand ដែលជា brand របស់ Thalasharp ហើយ model របស់វានោះគឺ G3 Pro អញ្ចឹងយើងមកដឹងពីការ design របស់ម៉ៅនេះបន្តិចពណ៌របស់គេវិញគឺគេ design មកបែបពណ៌រាងដិតណាហើយទៅលើផ្នែកខាងក្រោយរបស់ម៉ៅវិញផ្នែកខាងក្រោយរបស់ម៉ៅវិញគឺគេ design មកមានប៊ូតុងដើម្បីកំណត់ទៅលើ connection វាហើយនឹងកំណត់ទៅលើ DPI ហើយសម្រាប់ផ្នែកខាងក្រោមនេះវិញគឺគេ design មកភ្ជាប់ជាមួយនឹងដុំ wireless ហើយជាប្រភេទដែលឆក់អូខេនេះគឺជា wireless របស់វាហើយការ design របស់ម៉ៅនេះក៏គេបានភ្ជាប់ជាមួយនឹង dock ផងដែរហើយទាំងអស់គ្នាអ្នកខ្លះប្រកាសជាឆ្ងល់ហើយថា dock ហ្នឹងអីគេហើយអ្នកខ្លះទៀតក៏គាត់ដឹងដែរថា dock ហ្នឹងគឺជាអីអញ្ចឹង dock ហ្នឹងគឺជាប្រដាប់នៃការសាកថ្មរបស់ម៉ៅអញ្ចឹងខ្ញុំនឹងដាក់ឲ្យអ្នកទាំងអស់គ្នាមើលនេះចំពោះ dock នេះដែរក៏វាមានភ្ជាប់ជាមួយនឹង RGB មកផងដែរអញ្ចឹងខ្ញុំនឹងបង្ហាញ RGB អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះអញ្ចឹងយើងចូលមកកាន់ spec របស់ម៉ៅវិញម្ដងម៉ៅនេះមាន DPI 25000 DPI 1K polling rate ហើយសម្រាប់ទម្ងន់របស់ម៉ៅនេះវិញគឺ59ក្រាមហើយទៅលើ connection របស់ម៉ៅនេះវិញគឺប្រើប្រាស់បានរហូតដល់3 connection mode មាន Bluetooth wireless ហើយនិងខ្សែ Type C ផងដែរនិង sensor របស់ម៉ៅនេះគឺ sensor pulse 3311គឺយើងអូសទៅ smooth ណាអត់មានតាក់មានអីទេអញ្ចឹងទាំងអស់គ្នាប្រកាសជាចង់ដឹងពីថ្មរបស់វាត្រូវថាប្រើបានប៉ុន្មានម៉ោងអញ្ចឹងថ្មរបស់វាប្រើបានរហូតទៅដល់65ម៉ោងឯណោះគឺវាយូរខ្លាំងមែនតើគឺស័ក្តិសមបងដែលចូលចិត្តប្រើប្រាស់ម៉ៅយូរមកដូចជាធ្វើការឬមួយក៏លេងហ្គេមអីជាដើមអញ្ចឹងក្រៅពីម៉ៅទាំងអស់គ្នានឹងទទួលបាននៅសម្ភារៈមួយចំនួនដូចដែលខ្ញុំបង្ហាញអញ្ចឹងគឺមានដូចជាខ្សែ Type C ចំនួន1ហើយខ្សែ Type C នេះវាមានលក្ខណៈពិសេសរបស់វាបាន2យើងអាចប្រើជាមួយម៉ៅក៏បានយើងអត់ចង់ប្រើ wireless អីយើងអាចប្រើខ្សែនឹងក៏បានដែរ sticker ចំនួន2បន្ទះរបស់ brand Thalasharp sticker ចំនួន1បន្ទះទៀតដើម្បីអ្នកទាំងអស់គ្នា design ទៅលើម៉ៅអញ្ចឹងណានឹងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរអញ្ចឹងម៉ៅមួយ model នេះគឺពួកយើងមាន3ពណ៌នៅក្នុង stock គឺពណ៌ផ្កាឈូកពណ៌ខ្មៅហើយនឹងចុងក្រោយគេនោះគឺពណ៌សហើយចំពោះតម្លៃរបស់ម៉ៅនេះវិញគឺត្រឹមតែ$25តែប៉ុណ្ណោះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ